សួស្តីស្វាគមន៍ការវិលត្រឡប់មកវិញនៃការធ្វើវីដេអូបរៀនពីការប្រើប្រាស់និង design Figma នេះគឺជាវីដេអូបន្តរបស់ខ្ញុំហើយក្នុងវីដេអូនេះខ្ញុំនឹងបរៀនពីការធ្វើការ employee ដោយការពាក់កណ្ដាលអញ្ចឹងធ្វើ design វាមិនជាដំបូងខ្ញុំជ្រើសរើស frame តែ frame នៅក្នុងនេះវាអាចជាទូរស័ព្ទជា tablet desktop presentation អីទេវាអត់មានជា frame ដូចអីចឹងទៅយើងត្រូវ customize ខ្លួនឯងចឹងខ្ញុំរើសពាក្យថា rectangle ដើម្បី design វាខ្ញុំគូបប៉ុណ្នេះហើយខ្ញុំcustom ខ្លួនខ្ញុំយកវិទ្យា300ហើយបើវាខ្ញុំយក400វាបានប៉ុណ្ណឹងហើយបន្ទាប់មកខ្ញុំនឹងធ្វើការដូរពណ៌ background របស់វាខ្ញុំយកពណ៌សអូខេនេះពណ៌សហើយខ្ញុំក៏ចង់ប្រាប់មួយដែរពី website មួយដែលអាចឲ្យយើងធ្វើការកំណត់ពណ៌ឲ្យវាធ្វើការកំណត់ពណ៌យើងដែលយើងជ្រើសរើសពណ៌ដើម្បីឲ្យធ្វើការ design របស់យើងនឹងមានលក្ខណៈពណ៌ស៊ីគ្នាមើលទៅវាស្អាតវាអត់ឆ្កេះឆ្កាស់មានពណ៌ផ្សេងទៅផ្សេងឥឡូវមកមើលពី website នោះទាំងអស់គ្នា website នោះមានឈ្មោះថា Pelotonនេះគឺជាការយើងរើសពណ៌យើងចង់បានពណ៌របៀបម៉េចហើយនេះគឺជាពណ៌ដែលវាដាក់ឲ្យចឹងទៅវាមើលទៅវាស៊ីគ្នាហើយយើងមិនចាំអង្គុយគិតថាគួរដាក់ពណ៌ណាដើម្បីមើលទៅវាស៊ីគ្នាទេពណ៌នៅក្នុង website នេះវាជួយទៅឲ្យយើង hide share ចេញហើយបើសិនជាយើងចង់បានពណ៌ណាយកទៅធ្វើយើងគ្រាន់តែចុចលើវាមកនៅកន្លែងនេះមានជា RGB នេះកម្រិតនៃពណ៌វាដែលយើងអាចយកទៅប្រើតែខ្ញុំយកកន្លែង hexa នេះយកកន្លែងនេះ copy ហើយយកទៅដាក់នៅកន្លែង fill ពណ៌របស់យើងទៅគឺរួចការស្រេចឲ្យយើងបានពណ៌ហ្នឹងហើយវាមានតែប៉ុណ្្នឹងទេក្នុង website ហ្នឹងតែខ្ញុំមានពណ៌ដែលខ្ញុំជ្រើសរើសហើយឥឡូវខ្ញុំអត់យកពណ៌ហ្នឹងទេខ្ញុំធ្វើការមកកន្លែងនេះវិញខ្ញុំចង់បានជា rectangle នៅកន្លែងនេះចឹងទៅខ្ញុំគូស rectangle មួយទៀតនៅលើហ្នឹងប៉ុណ្ណេះចុះហើយខ្ញុំដាក់ពណ៌ background របស់វានេះគឺជាពណ៌ដែលខ្ញុំធ្វើយកជា background បន្ទាប់មកនៅកន្លែងនេះគឺសម្រាប់ដាក់ profile អ្នកដែលធ្វើការ employee ហ្នឹងហើយនៅពីលើនេះខ្ញុំនឹងដាក់ឈ្មោះក្រុមហ៊ុនឬក៏កន្លែងលក់អីមួយអូខេឥឡូវខ្ញុំ import ដាក់profile ទៅជារូបវងចុចគូ ellipse O បន្តមកទាញយើងចង់ឲ្យបានស្មើមូលស្មើគ្នាយើងដាក់ width ហើយនឹងឲ្យវាស្មើគ្នាចឹងទៅវាមូលស្អាតនេះហើយចំពោះរូបបើសិនជាយើងអត់ចង់ដាក់រូបផ្ទាល់ខ្លួនឬក៏យើងអត់មានរូបទេខ្ញុំមានwebsite មួយទៀតយើងសម្រាប់យករូប profile ហើយវាមានរូបអីទាំងអស់ដែលយើងអាច search បានwebsite នោះមានឈ្មោះថា Unspa
វាមាន free picture យើងរើសស្អាតយើងមកចាំ save រូបពីក្នុងហ្នឹងទៅឲ្យចាំទៅដាក់នៅក្នុង Ellipse នេះហ្មងក៏បានដែរយើងអាច download វានៅកន្លែង plugin នេះបានយើងចូលមកកន្លែងចំណុចនេះមកយើងហើយនៅកន្លែងនេះគឺសម្រាប់ plugin និង widget នេះចូលមកកន្លែងហ្នឹងគឺសម្រាប់យើង download icon ឬក៏អីផ្សេងៗមកដាក់នៅក្នុងហ្នឹង download តាមហ្នឹងឥឡូវខ្ញុំសាក download វាថា flash មិញនេះមួយនេះយើងធ្វើការ run វាចាំតិចអូខេនេះបានហើយយើងធ្វើការ search ទៅយើងចង់បាន professional profile សម្រាប់ដាក់កាតហ្នឹងអញ្ចឹងយើងវាយពាក្យ professional profile វានឹងចេញរូបមកច្រើនnếuយើងស្លាញ់រូបណាយើងចង់បានរូបណាយើងដាក់រូបហ្នឹងទៅខ្ញុំសូមធ្វើការរកមើលខ្ញុំដាក់រូបនេះចុះធ្វើការ select លើវាវាចូលសុំម្ដងទៀត delete វាសិនជិតលឿនណាស់មកម្ដងទៀតនេះខ្ញុំយករូបនឹងទៅណាបន្ទាប់ពីនេះហើយយើងចុចទៅក៏វានឹង import ចូលនៅកន្លែង ellipse នឹងមិញហើយដោយសារយើងបាន select លើ ellipse នឹងចឹងទៅនៅពេលដែលវា import មកគឺវា import ចូលក្នុង ellipse អូខេបន្ទាប់មកខ្ញុំដាក់ឈ្មោះឲ្យវាមិញអត់តន់ឃើញយើងចុចនេះសិនមកហើយចាំយកអស់វាទៅខ្ញុំដាក់ឈ្មោះថាសរសេរអក្សរធំទាំងអស់ទៅឈ្មោះ one shop អូខេសេចលើវាដើម្បីយើងដូរកន្លែងទម្រង់អក្សរនេះខ្ញុំយកពាក្យ bold កន្លែងនេះខ្ញុំយក25មើលវាប៉ុណ្ណឹងកន្លែងអក្សរនេះខ្ញុំយកពណ៌វាស្តៀងសតែវាមិនសឯងនៅពេលដែលយើងចង់ដឹងថាវាថងឬមិនថងយើងអាចបើកនៅកន្លែង grid បានអូនេះមាន grid អត់អីទេដំបូងយើងធ្វើប៉ុណ្ណឹងសិនក៏បានដែរបន្ទាប់មកខ្ញុំចង់បាន mode វាបន្តិចនៅកន្លែងនេះខ្ញុំយកពាក្យ rectangle ខ្ញុំគូសនៅកន្លែងនេះខ្ញុំចង់ឲ្យវារៀងមាន mode ខ្ញុំ select វាឃើញរូបនេះខ្ញុំចុចលើនេះបន្តិចច
ចាប់វាមកនេះកន្លែងនេះខ្ញុំចាប់វាមកគេនេះហើយកន្លែងនេះខ្ញុំលើកវាទៅលើដាក់នៅលើអីចាំចំណុចនេះមកអូខេមកប៉ុណ្ណឹងបន្ទាប់មកគឺធ្វើការដាក់ពណ៌ឲ្យវាខ្ញុំដាក់ពណ៌នេះយើងអាចចុចបិទកន្លែងនេះសេចលើវាឲ្យ send to bake ដើម្បីវានៅ again អីអូខេចប់ប៉ុណ្ណឹងក៏បានដែរហើយនៅកន្លែងនេះខ្ញុំដាក់ឈ្មោះគាត់មក sorting វាចេញអូខេដាក់ឈ្មោះគីមនេះដល់ font F5 តំណែងគាត់ជាអីខ្ញុំដាក់ថា content creator កន្លែងហ្នឹងគួរតែដាក់ហ៊ីងតូចខ្ញុំទៅសេរីដាក់ regular ខ្ញុំដាក់តា10គេប៉ុណ្ណឹង F5 ប៉ុណ្ណឹងចាស់ហើយនៅខាងក្រោមនេះគឺខ្ញុំដាក់ជាលេខទូរស័ព្ទជាថ្ងៃខែកណាតហើយនឹង ID number ដំបូងខ្ញុំដាក់ ID number ខ្ញុំក៏ធ្វើការដូរវាដែរដាក់រៀងធំអូខេប៉ុណ្ណឹងដាក់ពណ៌នេះដើម្បីឲ្យវាស្តៀងស៊ីមួយកាតយើងកុំដាក់ពណ៌ខ្មៅពេកអីបន្ទាប់មក DOB that our boss បន្ទាប់មកខ្ញុំដាក់
hotel លេខទូរស័ព្ទហើយនៅខាងក្រោមនេះខ្ញុំដាក់វាជាមានប៊ូថុងមួយនៅហ្នឹងដាក់អាសយដ្ឋានខ្ញុំដាក់ background វាមួយនេះ2.1 ថ្លាសានសុខភ្នំពេញខ្ញុំឲ្យ font size វារៀងតូចជាងនោះហើយcolor របស់វាក៏ត្រូវរៀងសដែរព្រោះ background ដឹងអត់ F5 អូខេយើងស្រីវាតាមនេះចឹងនៅកន្លែងនេះខ្ញុំចង់ឲ្យវារាងមូលនៅកន្លែង rectangle នេះខ្ញុំដាក់វា20អសនេះនៅក្នុងនោះខ្ញុំចង់ឲ្យតាវានេះតាខាងលើពីរហ្នឹងទេហើយចំពោះកន្លែងនេះវិញខ្ញុំចង់ឲ្យវាខាងក្រោមវាមាន border radius គឺមានតែប៉ុណ្្នឹងទេចឹងវីដេអូនេះគឺចប់តែប៉ុណ្្នឹងវីដេអូក្រោយខ្ញុំនឹងធ្វើពីខាងខ្វៃរបស់កាតនឹងម្ដង